បើស្រឡាញ់ខ្លួនឯងត្រូវឲ្យតម្លៃខ្លួនឯងធ្វើអ្វីដែលល្អប្រកាន់នៅសច្ចភាពប្រកាន់នៅសច្ចធម៌ប្រកាន់នៅអំពើល្អយើងតបតែងទាំងខ្លួនតបតែងទាំងចិត្តតបតែងទាំងគំនិតនឹងការស្រឡាញ់ខ្លួនឯងគឺជាការឲ្យតម្លៃខ្លួនឯងអញ្ចឹងប៉ុន្តែបើសិនជាមិនឲ្យមិនស្រឡាញ់ខ្លួនឯងនោះយើងនឹងអាចធ្វើដំណើរទៅបំផ្លាញខ្លួនឯងតាមរយៈអាចមានចិត្តពីលចិត្តប្រហើនឬក៏ចិត្តម៉ាក់ងាយទៅប្រព្រឹត្តនៅអំពើខុសឆ្គងមិនគប្បីអសិលធម៌អសុជីវធម៌ដែលធ្វើឲ្យខ្លួនហ្នឹងបាត់បង់តម្លៃណាការដែលមិនស្រឡាញ់ខ្លួនឯងក៏អាចនឹងធ្វើឲ្យអ្នកដទៃអត់ស្រឡាញ់យើងហើយក៏អត់ឲ្យតម្លៃយើងដែរហេតុអីព្រោះបណ្ដាលចិត្តគេអញ្ចឹងដែរដោយគេគិតបែបហ្នឹងថាខ្លួនគាត់មិនឲ្យតម្លៃមិនស្រឡាញ់ផងអញ្ចឹងក៏បណ្ដាលចិត្តគេមិនឲ្យស្រឡាញ់ដែរស្រឡាញ់ខ្លួនឯងឲ្យតម្លៃខ្លួនឯងប្រព្រឹត្តអំពើល្អប្រកាន់នៅសិលអានឹងបានដំណើរជីវិតរបស់យើងអាចនឹងតាក់ទាញឬក៏ស្រូបទាញនៅមនុស្សល្អឬក៏អ្វីដែលល្អចូលមកក្នុងជីវិត